លោក Donald Trump បានប្រកាសជាផ្លូវការថាយើងបានឈ្នះសង្គ្រាមលើអ៊ីរ៉ង់ហើយតែគាត់បន្ថែមថាយើងនៅមិនទាន់ឈ្នះគ្រប់គ្រាន់ទេយើងត្រូវបន្តរហូតដល់កិច្ចការបញ្ចប់តើនេះជាការប្រកាសជ័យជំនះពិតប្រាកដឬគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយដើម្បីរក្សាការគាំទ្រព័ត៌មាននេះមានប្រភពមកពីការអះអាងរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបាននិយាយនៅក្នុងកម្មវិធីប្រជុំមួយនៅរដ្ឋ Kentucky កាលពីថ្ងៃទី11ខែមីនាឆ្នាំ2026លោក Trump បានប្រកាសថាសហរដ្ឋអាមេរិកបានឈ្នះសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ហើយដោយសម្ដីលើការវាយប្រហារយោធាដែលបានចាប់ផ្ដើមតាំងពីចុងខែកុម្ភៈទូយ៉ាងណាលោកបានបន្ថែមថាកងទ័ពអាមេរិកមិនចង់ចាក់ចេញពីតំបន់ឆាប់ពេកទេព្រោះនៅមានភារកិច្ចមួយចំនួនដែលត្រូវបញ្ចប់ដូចជាការការពារមិនឲ្យអ៊ីរ៉ង់ស្ថាបនាសមត្ថភាពយោធានិងនុយក្លេអ៊ែរឡើងវិញការអះអាងនេះបានកើតឡើងនៅពេលដែលតម្លៃប្រេងកើនឡើងខ្លាំងនិងសង្គ្រាមនៅតែបន្តដោយមានការវាយប្រហារទៅវិញទៅមកពីភាគីទាំងសងខាងលោក Trump បាននិយាយថាជ័យជំនះបានកើតឡើងតាំងពីម៉ោងដំបូងនៃការវាយប្រហារប៉ុន្តែត្រូវការពេលវេលាដើម្បីបញ្ចប់កិច្ចការឲ្យបានត្រឹមត្រូវព័ត៌មាននេះបានទទួលការរិះគន់ពីគណៈបកប្រជាធិបតេយ្យនិងអ្នកវិភាគមួយចំនួនដែលចោទថាវាជាការប្រកាសដែលផ្ទុយគ្នានិងខ្វះគោលដៅច្បាស់លាស់សង្គ្រាមនេះបានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ដោយការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់និងបំផ្លាញគេហដ្ឋាននុយក្លេអ៊ែររហូតមកដល់ថ្ងៃទី12ខែមីនាមានទាហានអាមេរិក6នាក់ស្លាប់និងជនស៊ីវិលអ៊ីរ៉ង់រាប់សិបនាក់ត្រូវបានរាយការណ៍ថាស្លាប់លោក Trump បានសង្កត់ធ្ងន់ថាសង្គ្រាមនឹងបញ្ចប់ឆាប់ៗប៉ុន្តែមិនបានបញ្ជាក់ពេលវេលាច្បាស់លាស់ទេដោយនិយាយថាមានគោលដៅជាង 5,000 គោលត្រូវបានវាយប្រហារប៉ុន្តែនៅសល់ខ្លះសម្រាប់ក្រោយៗទៀតការអះអាងនេះបានបង្កឲ្យមានការជជែកវែកញប់នៅលើបណ្ដាញសង្គមដូចជា X អតីត Twitter ដែលអ្នកប្រើប្រាស់មួយចំនួនគាំទ្រខណៈខ្លះទៀតចោទសួរពីភាពពិតនៃជ័យជំនះនេះឧទាហរណ៍អ្នកប្រើប្រាស់ម្នាក់បានសរសេរថាតើអ៊ីរ៉ង់ដឹងទេថាសង្គ្រាមបានបញ្ចប់ដោយប្រៀបធៀបជាមួយការអះអាងរបស់លោកពូទីនក្នុងសង្គ្រាមអ៊ុយក្រែនសង្គ្រាមរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់បានកើតឡើងដោយសារជម្លោះដែលបានកើនឡើងជាយូរមកហើយជាពិសេសទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់យោងតាមរបាយការណ៍លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានជំរុញលោក Trump ឲ្យចាត់វិធានការយោធាដើម្បីបញ្ឈប់ការចរចាការទូតនិងកំទេចសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ការវាយប្រហារដំបូងបានកើតឡើងនៅថ្ងៃទី28ខែកុម្ភៈដោយកងទ័ពអាមេរិកនិងអ៊ីស្រាអែលបានវាយប្រហារគោលដៅយោធានិងនុយក្លេអ៊ែររួមទាំងការសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei នេះបានបង្កឲ្យមានភាពចលាចលនៅអ៊ីរ៉ង់និងការវាយប្រហារតបតពីអ៊ីរ៉ង់ទៅលើមូលដ្ឋានអាមេរិកនិងអ៊ីស្រាអែលមុនពេលសង្គ្រាមលោក Trump បានសន្យាថានឹងមិនធ្វើសង្គ្រាមគ្មានទីបញ្ចប់ទេប៉ុន្តែការវាយប្រហារនេះត្រូវបានគេមើលឃើញថាជាការផ្លាស់ប្ដូរគោលនយោបាយដោយសារសម្ពាធពីអ៊ីស្រាអែលនិងការព្រួយបារម្ភអំពីការគំរាមកំហែងនុយក្លេអ៊ែររហូតដល់ពេលនេះសហរដ្ឋអាមេរិកបានវាយប្រហារគោលដៅជាង900កន្លែងក្នុងរយៈពេល12ម៉ោងដំបូងខណៈអ៊ីស្រាអែលវាយប្រហារជាង1200កន្លែងក្នុងមួយខិន4ម៉ោងទោះបីជាលោក Trump អះអាងថាកងទ័ពអាកាសនាវានិងប្រព័ន្ធការពាររបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញក៏ដោយប៉ុន្តែមានរបាយការណ៍ថាអ៊ីរ៉ង់នៅតែវាយប្រហារតបតរួមទាំងការដុតបំផ្លាញនាវាដឹកប្រេងនៅជិតអ៊ីរ៉ង់នៅលើបណ្ដាញសង្គម X មានការជជែកវែកញឹកញាប់ដោយអ្នកគាំទ្រលោក Trump ដូចជា @WH_Levitt បានសរសើរថាប្រតិបត្តិការ Epic Fury គឺជាជ័យជំនះដ៏អស្ចារ្យដែលបានកំទេចអ្នកឧបត្ថម្ភភេរវកម្មផ្ទុយទៅវិញអ្នករិះគន់ដូចជា Francis Masai KE បានចោទសួរថាគ្មានការផ្លាស់ប្ដូររបបហើយអ៊ីរ៉ង់នៅតែវាយប្រហារបន្តដូច្នេះតែឈ្នះមានន័យដូចម្ដេចមួយទៀតអ្នកវិភាគដូចជា Brian J. Berletic បានពណ៌នាថាសង្គ្រាមនឹងបន្តហើយមានទាហានអាមេរិកបន្ថែមនឹងស្លាប់ការអះអាងរបស់លោក Trump ថាបានឈ្នះប៉ុន្តែភារកិច្ចមិនទាន់បញ្ចប់គឺជាការប្រកាសដែលផ្ទុយគ្នានឹងខ្វះភាពច្បាស់លាស់យោងតាម NVP នេះបង្ហាញពីគោលដៅសង្គ្រាមដែលមិនច្បាស់ដោយលោក Trump និយាយថាសង្គ្រាមអាចបញ្ចប់ឆាប់ៗប៉ុន្តែក្នុងពេលតែមួយគេត្រូវឈ្នះឲ្យគ្រប់គ្រាន់ដើម្បីការពារការស្ថាបនាឡើងវិញរបស់អ៊ីរ៉ង់នេះអាចជាយុទ្ធសាស្ត្រនយោបាយដើម្បីរក្សាការគាំទ្រពីមូលដ្ឋានគាំទ្រខណៈដែលសង្គ្រាមនៅតែបន្តនិងមានការបាត់បង់ជីវិត
ពីទស្សនយោធាលោកត្រាំបានអះអាងថាអ៊ីរ៉ង់មិនរំពឹងអ្វីដូចនេះទេហើយសង្គ្រាមបានឈ្នះតាំងពីម៉ោងដំបូងទោះយ៉ាងណាអ្នកវិភាគដូចជា Bobby Ghosh បានជំទាស់ថាសង្គ្រាមមិនទាន់បញ្ចប់ទេព្រោះអ៊ីរ៉ង់នៅតែមានសមត្ថភាពវាយប្រហារនិងទទួលជំនួយពីរុស្ស៊ីលើសពីនេះមានការព្រួយបារម្ភអំពីធាតុសាសនាក្នុងយោធាអាមេរិកដែលមេបញ្ជាការខ្លះបាននិយាយថាលោកត្រាំត្រូវបានតែងតាំងដោយព្រះយេស៊ូវដើម្បីធ្វើសង្គ្រាមនេះដែលអាចនាំឲ្យមានការស្រែកថ្ងោលដែលខ្លាំងជ្រុលពីទស្សនៈនយោបាយការអះអាងនេះអាចជួយលោកត្រាំក្នុងការរក្សាភាពពេញនិយមប៉ុន្តែវាត្រូវបានរិះគន់ថាជាការកុហកដូចជាការអះអាងថាអ៊ីរ៉ង់មានមីស៊ីល Tomahawk ដែលត្រូវបានបដិសេធដោយអ្នកជំនាញនៅលើ X អ្នកប្រើប្រាស់ដូចជា @Greek_scientist បានប្រៀបធៀបជាមួយសង្គ្រាមអ៊ុយក្រែនដែលលោកពូទីនអះអាងឈ្នះឆាប់ៗប៉ុន្តែបន្តជាង4ឆ្នាំផលប៉ះពាល់សេដ្ឋកិច្ចគឺធំធេងដោយតម្លៃប្រេងកើនឡើងនិងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវបានរំខាននេះអាចនាំឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោកខណៈប្រទេសដូចជាចិននិងអឺរ៉ុបពឹងផ្អែកលើប្រេងពីតំបន់នេះពីទស្សនៈមនុស្សធម៌មានការស្លាប់ជនស៊ីវិលច្រើនរួមទាំងការវាយប្រហារលើសាលារៀននៅអ៊ីរ៉ង់ដែលលោកត្រាំបានបដិសេធទំនួលខុសត្រូវទស្សនវិស័យអនាគតសង្គ្រាមអាចបន្តរាប់សប្តាហ៍ឬខែបើមិនមានការចរចាលោកត្រាំបាននិយាយថាសង្គ្រាមនឹងបញ្ចប់នៅពេលគ្មានគោលបៅសល់ទៀតប៉ុន្តែអ្នកវិភាគខ្លះព្យាករណ៍ថាវានឹងធ្វើឲ្យតំបន់មជ្ឈិមបូព៌ាមានអស្ថិរភាពកាន់តែខ្លាំងនិងអាចពាក់ព័ន្ធរុស្ស៊ីឬចិននៅលើ X មានការបែកបាក់ដោយខ្លះគាំទ្រ America First ខណៈខ្លះទៀតខ្លាចសង្គ្រាមពិភពលោកទី3សរុបមកការអះអាងនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់លោកត្រាំប៉ុន្តែវាបង្កសំណួរច្រើនអំពីភាពពិតនិងផលវិបាកយូរអង្វែង។